កូនសំឡាញ់នៅឲ្យស្ងៀមណាចាំម៉ាក់ទៅរកអីញ៉ាំបន្តិចម៉ាក់នឹងត្រឡប់មកវិញឆាប់នេះឯងទើបតែពងរួចខ្លួនប្រានាងច្បាស់ជាខ្សោយខ្លាំងមិនខានលើកនេះអញនឹងស៊ីនាងឲ្យបានស្មានមិនដល់សោះថាស្ទើរតែត្រូវអាបិសាចចិត្តនឹងលួចឆ្មក់បានសម្រេចទៅហើយទីបំផុតរកអីញ៉ាំឃើញហើយអ្នកណាហ៊ានលួចពងឯងហ៊ានស៊ីកូនអញផងអេសអាកូនម៉ាក់ល្អណាស់លើកនេះមិនបាច់ខ្លាចដាច់ពូស្លាប់ទៀតទេនោះជាពងរបស់នាងខ្ងានតាប្រហែលជាអាចប្រើពួកវាធ្វើជានុយដើម្បីកម្ចាត់នាងបានចាំមើលអញអង្គុយចាំទទួលផលចំណេញស្រាប់តែម្ដងនាងខ្ងានអញនឹងចាំនាងនៅក្នុងភូមិគំនុំ10ឆ្នាំដល់ពេលត្រូវសងវិញ្ញាណខ្ងានត្រឡប់មកវិញសងដោយឈាមដល់ពេលពួកឯងត្រូវសងបំណុលឈាមនេះហើយសំណាងណាស់វើយស្រាប់តែរើបានខ្ងានមួយក្បាលយ៉ាងធំឬមួយក៏អញភ្នែកស្រវាំងទេដឹងមិនក៏ឃើញភ្នែកវាក្រហមងាំងអញ្ចឹងចាំមើលស្អែកអញនឹងអាំងស៊ីសាច់ឯងឲ្យឆ្ងាញ់ម្ដងមើលចុះស្នាមរបួសនៅលើខ្លួនជ្រូកទាំងនេះឬមានសត្វសាហាវ